តបងប្អូនអរគ្នាថ្ងៃនេះបងប្អូនអរគ្នាបានហូបគេញ៉ាំបាយដែរបើដឹងតែធ្វើម្ហូបអីទេបងប្អូនអាចធ្វើម្ហូបមួយមុខនេះបានណាហើយជាដំបូងម្ហូបហ្នឹងអត់មានគ្រឿងផ្សំអីច្រើនទេគឺគ្រាន់តែមានត្រីមួយក្បាលនេះមកសម្រាប់ថៃមួយនេះគឺខ្ញុំទិញមកពីផ្សារអស់5500ចឹងហើយយើងមកលាងទឹកវាឲ្យស្អាតមកហើយមកអង្គនវាអញ្ចេះមកបងប្អូនដាក់អញ្ចឹងទៅដើម្បីយើងយកវាទៅបំពងកាន់តែស្រួយស្រាប់ហើយឆ្ងាញ់អញ្ចឹងណាហើយសម្រាប់ម្ហូបថ្ងៃហ្នឹងគឺខ្ញុំបានឆាជូរអែមមកបងប្អូនអញ្ចឹងយើងកនថៃយើងអញ្ចឹងមកបន្តមកទៀតក៏ខ្ញុំមានម្សៅបំពងណែយកមកប្រឡាក់ពីលើសាច់ត្រីរបស់យើងមកដើម្បីឲ្យត្រីរបស់យើងហ្នឹងពេលដែលយើងដាក់បំពងវាទៅវាចូលជាតិល្អហើយស្រួយឆ្ងាញ់ទៀតចឹងហើយបងប្អូនអាចធ្វើតាមវិធីហ្នឹងក៏បានឬក៏បងប្អូនបំពងត្រីទៅទេក៏បានដែរហើយយើងចាក់ប្រេងឆាមកតពីចាក់ប្រេងឆាយើងដាក់ត្រីយើងចូលនឹងតែយើងហ្នឹងបំពងវាមកបងប្អូនហើយយើងហុយខ្លាញ់ដែលក្តៅហ្នឹងដាក់លើត្រីហ្នឹងតិចមកដើម្បីឲ្យម្សៅហ្នឹងវានៅជាប់លើត្រីយើងហើយយើងបំពងវាទៅស្រួយល្អបងប្អូនតមកទៀតយើងមកធ្វើការចិតជាមួយនឹងម្នាស់របស់យើងគឺយើងចិតវាចិតចំណិតចឹងមកបងប្អូនប៉ុន្តែកុំឲ្យយូរគឺយើងចិត្តហើយយកកវិតមុនច្រាមហ្មងមកបងប្អូនងាយស្រួលឆាប់ធ្វើឆាប់ហើយអញ្ចឹងណាអញ្ចឹងយើងច្រាមវាឲ្យម៉ត់ចឹងមកទុកវាមួយឡែកហើយមកមើលត្រីយើងវិញគឺថាបំពងឆ្អិនឲ្យបងប្អូនមើលទៅស្រួយតំណងឆ្ងាញ់មែនតែនហ្មងណាចឹងខ្ញុំក៏មានជាមួយនឹងដាក់លេជាមួយនឹងពេញប៉ោះដូចគ្នាហើយសម្រាប់ពេញប៉ោះវិញក៏យើងធ្វើការចិត្តវាជាចំណិតចឹងដែរបងប្អូនចិត្តវាចឹងមកចិញ្ច្រាំឲ្យទូទៅកាន់តែទូកាន់តែម៉ត់គឺកាន់តែល្អហើយពេលយើងយកទៅឆាទៅគឺកាន់តែឆ្ងាញ់អញ្ចឹងវាចូលជាតិជាមួយនឹងឆារបស់យើងតមកទៀតខ្ញុំក៏មានជាមួយនឹងខ្ទឹមហើយយើងមកធ្វើការដំខ្ទឹមសហើយនឹងខ្ទឹមក្រហមហ្នឹងលាយចូលគ្នាពេលយើងឆាពីរនឹងចូលគ្នាគឺថាឆ្ងាញ់ណាបងប្អូនរួចហើយយើងក៏យកខ្ទឹមរបស់យើងហ្នឹងទៅធ្វើការបំពងវាឲ្យមានឈ្ងុយតិចមកតាមយើងមកធ្វើការដាក់ជាមួយនឹងបន្លែរបស់យើងហើយនេះបន្លែរបស់យើងគឺមានជាមួយនឹងម្នាស់ហើយនឹងពេញប៉ោះបងប្អូនបងប្អូនមានបន្លែអីទៀតអាចដាក់បន្ថែមបានប៉ុន្តែខ្ញុំចូលចិត្តពីរមុខហ្នឹងអញ្ចឹងហើយគឺខ្ញុំដាក់ពីរមុខហ្នឹងហើយយើងឆាវាតិចមកពេលដែលយើងឆាវាចូលជាតិហើយយើងមកដាក់គ្រឿងយើងណាបងប្អូនយើងមានជាមួយនឹងប្រេងខ្យងមានជាមួយនឹងម្សៅរ៉ូឌីជាមួយនឹងស្ករសប៊ីចេងហើយនឹងទឹកត្រីបងប្អូនគឺគ្រឿងផ្សំរបស់វាអត់មានអីច្រើនទេដូចតែឆាយើងទូទៅដែរទេអញ្ចឹងបងប្អូនអាចមើលលើនឹងបន្ថែមទៀតបានណានេះគឺជាគ្រឿងផ្សំដែលខ្ញុំដាក់ចូលនៅក្នុងម្ហូបមួយមុខហ្នឹងបន្ទាប់ពីវាឆ្អិនហើយយើងក៏បង់ថៃចូលទៅបងប្អូនបើសិនជាបងប្អូនចូលចិត្តម្ហូបដែលមានទឹកអាចថែមទឹកឲ្យមានជាងនឹងតិចក៏បានដែរគឺកាន់តែឆ្ងាញ់ហើយខ្ញុំក៏មានជាមួយនឹងធុងមាន់ដូចគ្នាហើយសម្រាប់ធុងមាន់នេះគឺយើងធ្វើវាប្រឡាក់យកទៅធ្វើការផឹកឲ្យបងប្អូនហើយសម្រាប់ការប្រឡាក់របស់ខ្ញុំគឺអត់មានអីច្រើនទេគ្រឿងផ្សំរបស់វាមានប្រេងខ្យងទឹកត្រីអំបិលស្ករសហើយនិងម្សៅរ៉ូឌីរបស់យើងហ្នឹងណាដាក់មកបងប្អូនហើយខ្ញុំក៏មានបន្ថែមជាមួយនឹងម្ទេសហើយនឹងស្លឹកខ្ទឹមហើយមានខ្ទឹមសខ្ទឹមក្រហមនឹងទៀតប្រឡាក់វាទៅពេលយើងយកទៅចៀនគឺវាឈ្ងុយបងប្អូនអញ្ចឹងកាន់តែឆ្ងាញ់ហើយវីដេអូហ្នឹងក៏មានច្រើនទេមានតែប៉ុណ្ណឹងអរគុណបងប្អូនគ្នាសម្រាប់ការមើលវីដេអូដល់ចប់បាយបាយ